កំពូលអ្នកចម្បាំងអូតគូពិសេសទី3ទឹកទី1បាទគូពិសេសទី3ទឹកទី1អញ្ជើញលោកនាងបាទទស្សនាការប្រកួតបាទគូមិត្តភាពគុណខ្មែរបាទគុណខ្មែរបាទពេជ្រស្រាច័ន្ទនិងធុនច័ន្ទស័ក្តិបាទចូលមកដល់ភ្លាមអត់មានចលោទេបងប្អូនបាទវាយកតែម្ដងបាទកណ្ដាប់ដៃតត់ឆ្វេងបាទរបស់បុគ្គលខៀវច័ន្ទស័ក្តិតត់ស្ដាំសងរបស់ស្រាច័ន្ទដល់ចូលវាយស្ដាំបាទពេជ្រស្រាច័ន្ទបុគ្គលក្រហមបាទធុនច័ន្ទស័ក្តិបុគ្គលខៀវបាទ57គីឡូក្រាមប៉ិនគ្នាល្អមែនតើអ្នកទាំងពីរបាទកម្ពស់នេះក៏ប៉ិនគ្នាកាញ់បាត់ស្ដាំមួយរបស់ពេជ្រស្រាច័ន្ទសុទ្ធសឹងតែអ្នកដែលចូលចិត្តផ្ដួលគូប្រកួតឲ្យសន្លប់បាទមុនទឹកបាទចាប់កាច់គ្រាអញ្ញាក្តាលបបែកអត់ស្ដាំបាទរបស់ធុនច័ន្ទស័ក្តិបាទទុកឆ្វេងថែរបស់ច័ន្ទស័ក្តិពេជ្រស្រាច័ន្ទនេះបាទដើរចូលកណ្ដាប់ដៃឆ្វេងស្ដាំបាទឆ្វេងស្ដាំរបស់ពេជ្រស្រាច័ន្ទសងកណ្ដាប់ដៃវិញរបស់បាទច័ន្ទស័ក្តិបាទជើងទៅជើងមកដៃទៅដៃមកបាទទុកស្ដាំរបស់ពេជ្រស្រាច័ន្ទវាយស្ដាំបន្ថែមថយវាយមួយដែរបាទសម្រាប់ច័ន្ទស័ក្តិស្រាច័ន្ទដើរចូលវាយស្ដាំកណ្ដាប់ដៃទុកឆ្វេងរបស់ពេជ្រស្រាច័ន្ទបាទស្រាច័ន្ទនៅតែដើរចូលបាទមួយតែធុនច័ន្ទស័ក្តិនេះក៏សងមួយទៅវិញដែរបាទគូនេះបាទឈរវាយតែម្ដងអាយ៉ាបាទយ៉ាងម៉េចទៅហើយបាទរឿងអើជើងបន្តិចធុនច័ន្ទស័ក្តិអីទេបាទបន្តការប្រកួតពេជ្រស្រាច័ន្ទដើរចូលតាមវាយបាទតក់សងកាត់មកវិញបាទពីធុនច័ន្ទស័ក្តិតត់ជើងក្រោមបន្ថែមស្រាច័ន្ទនៅតែដើរចូលច័ន្ទស័ក្តិតត់កាត់ឆ្វេងស្ដាំកណ្ដាប់ដៃរបស់ពេជ្រស្រាច័ន្ទថែមស្ដាំដៃទៀតខុសអត់ដល់បាទច័ន្ទស័ក្តិថយផុតបាទតត់ឆ្វេងស្ដាំបាទត្រង់នេះអត់អីទេបាទប្រកួតបន្តខាយឆ្វេងតត់ស្ដាំរបស់ពេជ្រស្រាច័ន្ទអត់ឆ្វេងរបស់ច័ន្ទស័ក្តិឆ្វេងស្ដាំរបស់បាទស្រាច័ន្ទកាត់ដាក់ដៃសងវិញបាទរបស់ច័ន្ទស័ក្តិគូនេះបាទឈរវាយគ្នាល្អមែនទែនជង្គង់របស់ស្រាច័ន្ទបាទជង្គង់គ្រាអញ្ញាកដាលបបែកបាទអត់ឆ្វេងមួយជើងបាទរបស់សុនច័ន្ទស័ក្តិដើរចូលបាទកណ្ដាប់ដៃសងវិញរបស់ពេជ្រស្រាច័ន្ទច័ន្ទស័ក្តិតត់ស្ដាំមួយជើងឆ្វេងសងជើងក្រោមបាទថែមកណ្ដាប់ដៃឆ្វេងស្ដាំរបស់ស្រាច័ន្ទតាមបាទតត់ជើងឆ្វេងច័ន្ទស័ក្តិថយធាក់ឆ្វេងសោយស្ដាំដៃរបស់ស្រាច័ន្ទបាទគ្រាត្រង់នេះអត់ទេបាទអូហូបាទទៅហើយបាទអញ្ញាក្តាររាប់ច័ន្ទស័ក្តិមិនអាចបន្តការប្រកួតបានទេអញ្ញាក្តារមិនបន្តរាប់ទេសម្រាប់បញ្ឈប់ការប្រកួតត្រឹមនេះតែម្ដងសម្រាប់បញ្ឈប់តែម្ដងបាទចូលកែងឬបាំងអញ្ញាក្តារតែយ៉ាងណាក៏យើងថាកែងនេះបាទគោះមួយហើយក៏បុកមួយកែងស្ដាំនេះបាទច័ន្ទស័ក្តិដួលស្រុបទៅតែម្ដងដូចជាចំបាទភ្នែកខាងឆ្វេងបាទកែងរបស់ពេជ្រស្រាច័ន្ទនេះគឺជាកំណត់ត្រាផ្ដួលគូប្រកួតបាទរបស់ពេជ្រស្រាច័ន្ទអូយបាទស្រាវណាស់បងប្អូនកែងចូលភ្នែកបាទអូបាទក្រុមគ្រូពេទ្យសង្គ្រោះបឋមកំពុងតែពិនិត្យមើលបាទក្រុមគ្រូពេទ្យបាទជំនាញរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរបាទ stand by បាទគឺចាំបាទជួយសង្គ្រោះបឋមទៅលើកីឡាករគឺគាត់ប្រចាំការបាទនៅសង្វៀនផ្ទាល់តែម្ដងបាទពិនិត្យមើលឃើញថាដូចជាប៉ះពាល់មើលទៅយ៉ាងណាយ៉ាងណីដែរបាទយើងចង់ចាប់ព័ត៌មានមិនហ៊ានថាធ្ងន់ឬស្រាលទេបាទចាំមើលក្រុមគ្រូពេទ្យសិនបាទម្ដងទៀតបងប្អូនពឹកអូយបាទគូនេះសូមផ្ទះដៃមួយបងប្អូនបាទបុកគ្នាសម្បើមណាស់ទាំងអ្នកឈ្នះទាំងអ្នកចាញ់ក៏ខំប្រឹងដូចគ្នាបាទទស្សនិកជនជាទីមេត្រីអញ្ញាកដាលបានរាប់ដល់10នៅក្នុងទឹកទី2តាមរយៈការផ្ដួលគូតស៊ូឲ្យបោះបង់ការប្រកួតជ័យជំនះបានទៅលើបង្គោលក្រុម